កូនខ្មែររស់នៅលើទឹកដីណ័រវេស Vlog ទី1បងប្អូនប្រហែលជាស្គាល់ពូចិត្តពូចរហើយបាទនេះគឺជា Vlog YouTube លើកដំបូងដែលពូចិត្តធ្វើបាទពូចិត្តមានគោលបំណងថានឹងធ្វើជាវីដេអូវែង10-20នាទីរាល់វីដេអូរបស់ពូចិត្តគឺនិយាយពីជីវិតប្រចាំថ្ងៃជាដៃគូស្រឡាញ់ភេទដូចគ្នាបានប្តីជាជនជាតិណ័រវេសរស់នៅលើទឹកដីប្រទេសណ័រវេសសង្ឃឹមថាបងប្អូននឹងគាំទ្របាទនេះគឺជាសកម្មភាពពេលព្រឹកមុនពេលដែលពូចិត្តពូចរចេញទៅជួបម៉ែក្មេកបាទថ្ងៃនេះពួកយើងមានបំណងថាតលេងម៉ែក្មេកមុនទៅគឺថាយើងត្រូវតែថ្លឹងគីឡូប្តីយើងឲ្យហើយសិនបាទខ្លាចតែប្តីយើងស្រក់គីឡូស្រក់អីទៅម៉ែក្មេកយើងមិនថាយើងនឹងអត់ចេះមើលថែកូនគាត់មែនទេអានេះគឺជារបៀបតាក់ចិត្តម៉ែក្មេកតិចហ្នឹងបងប្អូនអាចយកទៅអនុវត្តបានរាល់ថ្ងៃនេះគឺពូចិត្តចិញ្ចឹមពូចរដូចជ្រូកអញ្ចឹងបាទគឺថាញាត់ព្រឹកញាត់ថ្ងៃញាត់ល្ងាចឥឡូវយើងកាត់បងប្អូនអើយដោយសារតើ vlog ទី1ពូចិត្តអត់បានថតពេលធ្វើដំណើរតាមផ្លូវទេឥឡូវយើងមកដល់ទីក្រុងអូស្ឡូឯណាបងប្អូនចម្ងាយពីផ្ទះពូចិត្តមកពូចិត្តបើកឡានប្រហែលជាខ្ទង់40នាទីបងប្អូនហើយទីក្រុងគេធំណាស់បងប្អូនអើយនិយាយពីថាមនុស្សដើរកោះកហ្មងពូចិត្តសង្ឃឹមថាថ្ងៃណាមួយទីក្រុងភ្នំពេញរបស់យើងហ្នឹងនឹងមានមនុស្សដើរអញ្ចឹងប៉ុន្តែមុននឹងមានមនុស្សដើរកើតតតែមានផ្លូវមែនទេបងប្អូនបាទដោយសារតែប្រទេសយើងអត់សូវមានផ្លូវថ្មើរជើងអញ្ចឹងណាបងប្អូនបាទហើយបងប្អូនមើលនេះអូនិយាយពីថាទីក្រុងរបស់គេស្អាតខ្លាំងណាស់ប្រុសក៏ស្អាតដែរប្រជាជនណ័រវេសមានតែ5លានអ្នកទេបងប្អូនប៉ុន្តែទឹកដីរបស់គេធំជាងយើង2ដងមើលណាបងប្អូនអើយល្អខ្លាំងណាស់បងប្អូនឃើញពាក្យច្រើនហ្នឹងច្រើនតែជនបរទេសទេណាបាទដោយសារតែនេះគឺជាតំបន់ទេសចរហើយពូចិត្តសង្កេតឃើញថាអ្នកដែលមកទេសចរភាគច្រើនគឺជាអ្នកដែលមានវ័យចំណាស់ដែលពួកគាត់ចូលនិវត្តន៍ទៅគាត់មានលុយគាត់ដើរលេងបាទហើយតំបន់នេះបងប្អូនអើយម៉ាកស្អីក៏មានដែរឲ្យតែថាមានលុយបងប្អូនមើលនេះ Prada Louis Vuitton Gucci ស្អីគឺមានទាំងអស់អូយពូចិត្តអត់មានលុយបើសិនជាពូចិត្តមានលុយក៏អត់ហ៊ានទិញដែរបាទគឺថ្លៃនិយាយទៅគឺថាពូចិត្តបានតដើរមើលទេបងប្អូនអើយគ្មានលុយទិញទេហើយថ្ងៃនេះពូចិត្តមកទិញកាមេរ៉ានោះបងប្អូនកាមេរ៉ា DJI ប៉ុន្តែគេអត់មានស្តុកទេហើយអាម៉ូតក្រោយគេហ្នឹងស្អីគេ Osmo Pocket 4P បាទក៏អត់មាននៅក្នុងស្តុកដែរអញ្ចឹងគឺពូចិត្តសម្រេចចិត្តថាអត់ទិញចេញពីនឹងមកពូចិត្តក៏ចូលលេងម៉ែក្មេកបាទប៉ុន្តែគឺថាផ្លេចថតពូចិត្តថតដែរប៉ុន្តែថតប្រឆដល់ពេលអញ្ចឹងទៅយកមកធ្វើជា YouTube វីដេអូអត់កើតណាបងប្អូនបាទអញ្ចឹងឲ្យពូចិត្តសុំទោសផងពូចិត្តសង្ឃឹមថាវីដេអូក្រោយពូចិត្តនឹងធ្វើឲ្យបានល្អហើយថតគ្រប់សកម្មភាពតែម្ដងនៅពេលដែលពូចិត្តមានកាមេរ៉ាឥឡូវហ្នឹងគឺថាអត់ទាន់មានទេបាទមកដល់ផ្ទះវិញពូចិត្តក៏ដូរកៅដូរអីទៅក៏ដើរឡើងផ្សារបងប្អូនផ្ទះផ្សារនេះគឺនៅក្បែរផ្ទះពូចិត្តទេប៉ុន្តែពូចិត្តគឺថាត្រឡប់ជិះឡានបើសិនជាដើរប្រហែល10នាទីអីហ្នឹងណាបាទហើយចេញពីផ្សារក្បែរផ្ទះហ្នឹងពូចរគាត់ថាអញ្ចឹងអូគាត់ឃ្លានការ៉េមបាទអញ្ចឹងគាត់ក៏នាំពូចិត្តទៅផ្សារមួយទៀតជិះចម្ងាយប្រហែលជា10នាទីជាងអីទេបងប្អូនបាទពីផ្ទះពូចិត្តហើយបងប្អូនមើលផ្លូវគេណែអូយលើក្រោមហើយនៅក្នុងប្រទេសណ័រវេសនេះបងប្អូនហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គេគឺថាស្អាតតែម្ដងគុណភាពគឺថាអូយហើយអាផ្លូវនេះគេហៅថាផ្លូវ E6 ផ្លូវហ្នឹងគឺតភ្ជាប់ប្រទេសក្នុងសហគមន៍អឺរ៉ុបហ្នឹង27ប្រទេសតែម្ដងគឺបងប្អូនអាចប្រើតែផ្លូវហ្នឹងមួយគឺជិះទៅដល់គ្រប់កន្លែងឥឡូវពូចិត្តមកដល់ផ្សារគេណាផ្សារហ្នឹងគឺថាมันជាធំទេទូចទេបងប្អូនប៉ុន្តែពូចិត្តមកញ៉ាំការ៉េមហ៊ូគេធ្វើឯងនឹងដូចខ្ជីខ្ជូតណាអាយុ40លើហើយធ្វើឯងញ៉ាំការ៉េមហ៊ូប៉ុន្តែប្រជាជនគេនៅនេះគឺអញ្ចឹងមែនបងប្អូនទោះបីជាចំណាស់ណាក៏គេចូលចិត្តញ៉ាំការ៉េមដែរជាពិសេសគឺថានៅក្នុងរដូវក្តៅហ្នឹងគឺម្នាក់គឺពាត់ពើតការ៉េមហ្មងបងប្អូនបាទហើយអានេះគឺផ្សារលក់ទំនិញគេដូចម៉ាតអញ្ចឹងហ៎បងប្អូនបាទហើយផ្សារគេនេះស្ងាត់ទេបងប្អូនដោយសារតែវាដូចនៅក្នុងភូមិណាវាមិនមែននៅតំបន់ទីក្រុងទីប្រជុំជនអីធំទេអូយពូចិត្តសុំតសើប្រទេសណ័រវេសហ្មងគឺថាផ្សារគ្រប់កន្លែងហើយនេះគឺជាហាងការ៉េមដែលពូចិត្តនឹងមកញ៉ាំបងប្អូនមើលតំណងហើយនិយាយពីកូនពៅអើយបងប្អូនឲ្យតែឃើញហាងការ៉េមដូចឃើញម៉ែមកពីផ្សារអញ្ចឹងអាគ្រឿង topping គេនេះគ្រាន់តែឃើញគឺពូចិត្តនឹកសម័យដល់ថ្ងៃកាត់ជើងតែម្ដង
គេក៏មានលក់នំដូណាត់ដែរហើយអានេះគឺជាផ្លែឈើបកកដឹងបកកដឹងស្រស់ទេបងប្អូនមើលច្រឡំគ្នាពូចិត្តមិនសូវញ៉ាំទេអារបស់ចឹងហើយការ៉េមនេះពូចិត្តញ៉ាំក៏ដោយសារតែពូចនគាត់ចង់ញ៉ាំបាទពូចិត្តក៏ចេះតែកដោប្តីទៅបាទហើយបានកាត់ជើងជាមួយគ្នាអត់តន់ទិញទេដោយសារតែមានមនុស្សច្រើនពេកអញ្ចឹងក៏ពូចិត្តដើរមើលផ្សារគេសិនទៅចាំអស់មនុស្សចាំយើងត្រឡប់ទៅវិញបងប្អូនមើលនេះពូចិត្តគិតថាប្រហែលជាអានេះម៉ោងដែលគេកំពុងតែធ្វើការអញ្ចឹងអត់តន់មានមនុស្សដើរទេប្រហែលជាល្ងាចម៉ោង5ម៉ោងអីអូបងប្អូនប្រទេសនេះគឺនៅរដូវក្តៅគឺថាមេឃម៉ោង11 12អីបានអស់ថ្ងៃបានលែងភ្លឺបាទអាចដោយសារតែប្រទេសនេះនៅតំបន់ភាគខាងជើងនៃពិភពលោកបាទហើយបងប្អូននេះគឺជាហាងជប៉ុនMilano បាទ Italian ចង់កុហកបងប្អូនថាហាងជប៉ុនមិនទេហាងអ៊ីតាលីច្បាស់កន្លែងនេះបាទពូចិត្តដំបងឡើងថាចង់ចូលញ៉ាំហើយប៉ុន្តែចេះតែនឹកឃើញថាអូស្ដាយលុយបងប្អូនបាទចូល2នាក់ហេងសុយ100អីដឹងបងប្អូនតើហៅមស៊ូគឺ100ដាច់ពិតតែម្ដងបាទប្រទេសនេះគឺស្អីក៏ថ្លៃដែរពូចិត្តទៅតែ McDonald ឬក៏ Burger King អីហ្នឹងណាអូយបងប្អូនអើយតែ2នាក់ក៏អស់40រៀលដែរប្រជាជនណ័រវេមានការល្អូលទាំជាមួយនឹងតម្លៃរបស់ទំនិញផ្សេងមានការឡើងថ្លៃតិចតួចដែរប៉ុន្តែដោយសារតែប្រាក់ចំណូលរបស់គេខ្ពស់ហ៎បងប្អូនអញ្ចឹងគឺគេអាចគ្រប់គ្រងបានហើយកូនពៅបងប្អូនទៅណាមកណាគឺថាគេចអត់ផុតពីបន្ទប់ទឹកគេគឺងាកនោមខ្ញុំសួរគាត់ថាសង្ស័យកើទឹកនោមផ្អែមទេដឹងងាកនោមហើយអាយើងនេះតើគេចូលមានតើកដោគេហ្នឹងហើយបាទហើយបងប្អូននឹងអត់រាល់ថ្ងៃហ្នឹងពួកខ្ញុំមិនមែនត្រឹមតែជាប្តីប្រពន្ធគ្នាទេបាទគឺពួកខ្ញុំដូចជាមិត្តសិទ្ធស្នាលនឹងគ្នាអញ្ចឹងគឺថាទៅណាសំបីតែកៅអៅស្លៀកពាក់បងប្អូនគឺថាស្លៀកពាក់ជាមួយគ្នាទៀតដោយសារតែពួកខ្ញុំមានទំហំគឺថាមិនខុសគ្នាប្រហែលទេបាទគ្រាន់តែពូចនរៀងខ្ពស់ជាងពូចិត្តបន្តិចពូចនគាត់កម្ពស់ 1.78 ហើយពូចិត្តកម្ពស់ 1.75 បាទអញ្ចឹងកៅអៅគឺថាពួកយើងចែកគ្នាស្លៀកឲ្យតែទិញថ្មីមកគឺថាចែកគ្នាស្លៀកអីបងប្អូនប្រហែលជាមើល vlog ទី1របស់ពូចិត្តរៀងវិលមុខហើយដោយសារតែវីដេអូទៅផ្សេងបាទការបញ្ចូលសលេងទៅផ្សឹងអើយបងប្អូនហើយដោយសារតែពូចិត្តទៅតែចាប់ផ្ដើមដំបូងពូចិត្តសន្យាថានឹងធ្វើវីដេអូឲ្យបានល្អហើយថតគ្រប់កន្លែងដែលពូចិត្តបានទៅនៅក្នុងប្រទេសណ័រវេក៏ដូចជាក្រៅប្រទេសឲ្យបងប្អូនបានទស្សនាប៉ុន្តែទ្រាំមើលសិនទៅណាបងប្អូនដោយសារតែពូចិត្តអត់ទាន់រៀនក្នុងការបញ្ចូលសលេងក្នុងការកាត់តវីដេអូបានត្រឹមត្រូវបាទលើកទី1នៅក្នុង YouTube បាទហើយការ៉េមហ្នឹងគឺបានទេបងប្អូនពូចិត្តហៅ3រសជាតិអាខាងលើគឺ Vanilla អាកដាហ្នឹងគឺ Passion Mango អាក្រោមហ្នឹងគឺ Pistachio អូយរសជាតិគេបើថាស្វាយដឹងស្វាយបាទ Passion គឺដឹង Passion តែម្ដងអត់មានរសជាតិរបៀបសម្បនិមិត្តអីទេណាបងប្អូនគឺថាច្បាស់មួយហើយកូនពៅនេះបងប្អូនញ៉ាំហើយមិនតាន់ទេអូយឈឺជក់អាចទៀពូចិត្តទៅផ្ទះវិញគិតទៅបានប្តីកូនពៅអញ្ចឹងហ្មងណាចម្លែកហើយនេះគឺជាទេសភាពតាមដងផ្លូវនៅរដូវក្តៅក្នុងប្រទេសណ័រវេបងប្អូនមើលលេងសិនទៅហើយបងប្អូនពូចិត្តសង្ឃឹមថាបងប្អូននឹងគាំទ្រហើយជួយ Subscribe ម្នាក់មួយផងដើម្បីឲ្យពូចិត្តនេះមានកម្លាំងចិត្តក្នុងការរៀនកាត់តវីដេអូបង្ហោះក្នុង YouTube ឲ្យបងប្អូនមើលបើសិនជាបងប្អូនគាំទ្របងប្អូនជួយចុច Like Comment ហើយ Share ឲ្យពូចិត្តម្នាក់មួយផងហើយកុំភ្លេចណាបងប្អូន Subscribe ដើម្បីឲ្យពូចិត្តមានកម្លាំងចិត្តធ្វើឲ្យបងប្អូនមើលតទៀតឥឡូវមកដល់ផ្ទះហើយណាបងប្អូននេះផ្ទះរបស់ពូចិត្តហើយគឺថាមិនធំមិនតូចល្មមកុំភ្លេច Subscribe ផងណាបងប្អូនបាយបាយ